ก็กระติดหายการประกวดซองซักนันนำสายกระวัดโรวิมมหามัดหนึ่งเดิมสรมโนนาชิเนชเนจงสัปดาห์นี้การจูบគ្នាលើកមុនចាញ់ឈ្នះហាក់មិនអស់ចិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរនិងមហាជនអ្នកគាំទ្រគុណខ្មែរក៏ចង់ឃើញអ្នកទាំងពីរប៉ះគ្នាជាលើកទី2ម្ដងទៀតដែរពេលនេះបានសម្រេចហើយគឺជំនួបរវាងជើងខ្លាំងទៅបឡាំងកូតដឹមសរមនិងមហាម៉ាត់ដណ្ដើមខ្សែក្រវ៉ាត់ដែលមុនការប្រកួតដឹមសរមដាក់ក្តីរំពឹងថានឹងឈ្នះលើមហាម៉ាត់ 70% ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី11ខែមករាឆ្នាំ2026ចុងសប្តាហ៍នេះនៅសង្វៀនទូរទស្សន៍ហង្មាដែលសង្វៀនប្រដាល់គុណខ្មែរចាប់ផ្ដើមដំណើរការឡើងវិញស្ទើរទាំងអស់ហើយសប្តាហ៍នេះក្រោយធូរស្រាលបញ្ហាព្រំដែនពីចៅសៀមឈ្លានពាននោះបន្ទាប់ពីកីឡាករដឹមសារ៉ុមបានយកឈ្នះលើកីឡាករមហាម៉ាត់ដណ្ដើមបានពានទាំងនឹកស្មានមិនដល់មុខបានធ្វើឲ្យគូមហាម៉ាត់និងអ្នកគាំទ្រខ្មែរនៅមិនសុខនោះឡើយដោយចាប់ផ្ដើមផ្គូផ្គងរវាងអ្នកទាំងពីរជាថ្មីទៀតព្រោះចង់ឃើញអ្នកដែលកំពុងឡើងកូតទាំងពីររូបនេះប៉ះគ្នាដើម្បីចាញ់ឈ្នះឲ្យដាច់ស្រេចតែម្ដងមុនជំនួបមកដល់រវាងដឹមសារ៉ុមនិងមហាម៉ាត់លើកទី2នេះកីឡាករទាំងពីរសុទ្ធតែខកខានមិនបានឡើងប្រកួតយូរដូចគ្នាដោយសារចៅសៀមឈ្លានពានដូចនេះមានមតិជាច្រើនលើកឡើងផ្សេងគ្នាដែលអ្នកខ្លះថាការជួបគ្នារវាងកីឡាករទាំងពីរអ្នកនេះគឺពិបាកស្មានលទ្ធផលទុកមុនបន្តិចហើយសម្រាប់អ្នកគាំទ្រដោយសារម្នាក់សុទ្ធតែមានផ្លែអាវុធល្អរៀងខ្លួនបើទោះជាមហាម៉ាត់ធ្លាប់ចាញ់ដឹមសារ៉ុមម្ដងក៏ដោយព្រោះកីឡាករដឹមសារ៉ុមដៃលឿនហើយច្បាស់វាកាត់បានល្អប៉ុន្តែនៅស្ទើរបត់ពិសោធន៍បន្តិចចំណែកមហាម៉ាត់កម្លាំងស៊ូខ្លាំងទឹកចិត្តមោះមុតមិនចេះខ្លាចញញើតដៃគូនិងល្អគ្រប់ស្នៀតពិសេសការដើរបុកមិនឲ្យដៃគូដកដង្ហើមនិងចាប់វាយជង្គង់តែម្ដងចំណែកលោកគ្រូមហាដឹងបានលើកឡើងថាកីឡាករមហាម៉ាត់មានកម្លាំងស៊ូខ្លាំងដើរបុកមិនញញើតដៃគូឡើយហើយកីឡាករបរទេសហាត់គុណខ្មែរម្នាក់នេះធន់ថែមទៀតផងដែលដៃគូវាយល្មមមិនស្រុតនោះទេចំណែកកីឡាករដឹមសារ៉ុមជាកីឡាករវ័យក្មេងកម្លាំងស៊ូក៏មិនអន់ដែរគេមានកំដាប់ដៃនិងផ្លែកែងល្អតែយ៉ាងណាគូនេះលោកគ្រូមហាដឹងថាភាគរយចាញ់ឈ្នះគឺកីឡាករមហាម៉ាត់ឈ្នះលើដឹមសារ៉ុម 80% ឯណោះព្រោះតែលើកនេះមហាម៉ាត់បានសិក្សាពីក្បាច់ដឹមសារ៉ុមបានច្បាស់ណាស់គួរបញ្ជាក់ថាការលើកឡើងទាំងនេះមិនទាន់ច្បាស់ 100% នៅឡើយទេច្បាស់យ៉ាងណាមានតែរងចាំមើលទាំងអស់គ្នាថានរណានឹងអាចយកជ័យជំនះបានក្រងខ្សែក្រវ៉ាត់ក្នុងជំនួបនៅថ្ងៃទី11ខែមករាឆ្នាំ2026ចុងសប្តាហ៍នេះចុះបងប្អូនយល់យ៉ាងណាដែរការជួបគ្នារវាងកីឡាករដឹមសារ៉ុមនិងកីឡាករមហាម៉ាត់ដណ្ដើមខ្សែក្រវ៉ាត់លើកនេះនរណាជាអ្នកឈ្នះសូមចូលរួមផ្ដល់មតិនិងចែករំលែកតាមការគួរ